ពាក្យថាប្រាសាទតប់គឺជាពាក្យដែលយើងឮពីអ្នកស្រុកគាត់ហៅថាប្រាសាទតប់ដោយសារតែអ្នកស្រុកហ្នឹងគាត់យល់ថាប្រាសាទនេះវាមានរាងកន្ទប់តប់ចាប៉ុន្តែតាមរយៈសិលាចារឹកប្រាសាទនេះមានឈ្មោះដើមថាម៉ុងហ្គូលៀតអញ្ចឹងខ្ញុំទៅសេអក្សរដាក់នៅលើ screen នេះបងប្អូនមើលទៅណាហើយភ័យទោសឲ្យខ្ញុំផងបើសិនជាខ្ញុំអានខុសឈ្មោះប្រាសាទចាប្រាសាទនេះសង់អំពីថ្មភក់នៅលើខឿន2ជាន់មានប្លង់រាងជាកាកបាទមានទ្វារចូលនៅទិសខាងកើតនិងមានទ្វារបញ្ឆោតនៅទិសខាងលិចខាងត្បូងនិងខាងជើងតាមរយៈការសិក្សារបស់អ្នកស្រាវជ្រាវមួយចំនួនយល់ថាប្រាសាទនេះជាសំណង់ប្រាសាទសង់អំពីថ្មភក់ឧទ្ទិសដល់ព្រហ្មញ្ញសាសនាចុងក្រោយគេបង្អស់នៅសម័យអង្គរដោយផ្អែកលើសិលាចារឹកបច្ចេកទេសនៃការសាងសង់និងសមាសធាតុសំណង់ចំពោះសិលាចារឹកនៅប្រាសាទនេះមានចំនួន2ផ្ទាំងជាភាសាសំស្ក្រឹតសិលាចារឹកមួយផ្ទាំងចារនៅជាប់នឹងប្រាសាទនៅខាងមេទ្វារខាងត្បូងនិងមួយផ្ទាំងទៀតចារនៅលើសសរដោយសពថ្ងៃនៅសល់តែសិលាចារឹកនៅជាប់នឹងប្រាសាទតែប៉ុណ្ណោះចាអញ្ចឹងនេះគឺជាព័ត៌មានសង្ខេបដែលខ្ញុំបានស្រាវជ្រាវតាក់ទងទៅនឹងប្រាសាទតប់ខាងកើតចាបើសិនជាបងប្អូនបានអញ្ជើញទៅលេងសៀមរាបកុំភ្លេចទៅទស្សនាប្រាសាទតប់ខាងកើតហើយមានប្រាសាទតប់ខាងលិចដែរប្រាសាទតប់ខាងលិចហ្នឹងគឺយើងទៅទិសខាងខ្លោងទ្វារតាកែវចានៅតំបន់ប្រាសាទបាយ័នឬក៏យើងហៅថាប្រាសាទអង្គរធំនឹងដែរបងប្អូនចាអញ្ចឹងខ្ញុំសូមលាបងប្អូនត្រឹមប៉ុណ្ណេះហើយជួបគ្នានៅវីដេអូក្រោយជាបន្តទៀតចាអរគុណច្រើន